ស្ថាបត្យករជាអ្នកណាបាទបើផ្អែកតាមលទ្ធិព្រហ្មញ្ញសាសនាអាទិទេពធំទាំង3មានព្រះព្រហ្មវិស្ណុសិវៈដែលគ្រប់គ្រងក្នុងដែនចក្រវាឡនេះព្រហ្មមានតួនាទីបង្កើតលោកព្រះសិវៈមាននាទីបំផ្លាញនិងបង្កើតជាថ្មីហើយព្រះវិស្ណុមានតួនាទីជាអ្នកថែរក្សាលោកព្រះវិស្ណុថែរក្សាលោកគ្រប់កន្លែងគ្រប់សកម្មភាពគ្រប់ពេលវេលាទោះជាជ្រកនៅកន្លែងណាធ្វើការនៅកន្លែងណាឬក៏ត្រូវសម្រាកលំហែកម្សាន្តនៅទីណាក៏ដោយក្នុងសង្គមអតីតកាលតាមលទ្ធិព្រហ្មញ្ញសាសនានៅក្នុងពិភពលោកយើងនេះសង្គមមនុស្សមានវណ្ណៈ4គឺវណ្ណៈព្រាហ្មណ៍វណ្ណៈក្សត្រៈវណ្ណៈវេស្សៈហើយនិងវណ្ណៈសូត្រៈវណ្ណៈព្រាហ្មណ៍ជាអ្នកចេះដឹងជាងគេវណ្ណៈក្សត្រៈជាអ្នកដឹកនាំគ្រប់គ្រងនគរជាអ្នកប្រយុទ្ធដ៏អង់អាចការពារប្រទេសប្រជាជនឲ្យរស់នៅសុខដុមសម្បូរសប្បាយវណ្ណៈវេស្សៈជាក្រុមអភិជនអ្នកមានជីវភាពថ្កុំថ្កើងគ្រប់គ្រងដឹកនាំសេដ្ឋកិច្ចអភិវឌ្ឍសង្គមជាតិផ្គត់ផ្គង់ឧបត្ថម្ភរាល់សេចក្តីត្រូវការនៅក្នុងសង្គមឯវណ្ណៈសូត្រៈជាប្រជារាស្ត្របញ្ចេញកម្លាំងពលកម្មបង្កបង្កើនផល ក្នុងសង្គមជាកម្លាំងធ្វើការងារច្រើនប្រើទៅដោយកម្លាំងកាយឲ្យសង្គមជាតិរីកចម្រើនពិតមែនជារូបភាពបែងចែកតែវណ្ណៈទាំង4នេះមិនអាចផ្ដាច់ចេញពីគ្នាឬខ្វះគ្នាបានឡើយដូចទៅនឹងខ្លួនប្រាណមនុស្សដែរព្រាហ្មណ៍នៅនឹងក្បាលក្សត្រៈនៅនឹងដៃវេស្សៈនៅនឹងពោះសូត្រៈនៅនឹងជើងវណ្ណៈព្រាហ្មណ៍ជាអ្នកគោរពប្រតិបត្តិយល់ដឹងច្បាស់ពីរបៀបគោរពបូជាអាទិទេពដោយព្រាហ្មណ៍ជាអ្នកចេះដឹងគ្រប់ទាំងអស់នៃគម្ពីរវេទទាំង4ដូចនេះពពួកព្រាហ្មណ៍មានសមត្ថភាពធ្វើការដូចជាអ្នកគោរពប្រតិបត្តិផ្ទាល់ចំពោះអាទិទេពជាគ្រូប្រឹក្សាយោបល់នៃព្រះមហាក្សត្រដែលយល់ដឹងជ្រៅជ្រះការងារសង្គមជាពេទ្យជួយសង្គ្រោះព្យាបាលជីវិតសពសត្វដោះស្រាយសុខភាពអប់រំបណ្ដុំបណ្ដាលប្រជាជនឲ្យយល់ដឹងខុសត្រូវលើពីនេះទៅទៀតជាអ្នកចេះដឹងក្បួនហោរាសាស្ត្រតារាសាស្ត្រដំណើរនៃជីវិតសត្វលោកនាំជោគឬនាំគ្រោះក៏ដូចជាក្បួនសឹកយុទ្ធសាស្ត្រសង្គ្រាមដែលព្រះមហាក្សត្រពុំអាចខ្វះបានឡើយឈរលើចំណុចទាំងនេះហើយទើបមានតែវណ្ណៈព្រាហ្មណ៍ទេដែលអាចសាងសង់សំណង់ស្ថាបត្យកម្មធំជាពិសេសគឺស្ថាបត្យកម្មសក្ការៈដើម្បីព្រះអាទិទេពឬព្រះមហាក្សត្រដើម្បីទទួលបាននូវជ័យមង្គលឬក៏សិរីសួស្តីខួរក្បាលមនុស្សជាធម្មជាតិខួរស្ដាំបញ្ជាឆ្វេងខួរខាងឆ្វេងបញ្ជាស្ដាំហើយខួរខាងស្ដាំទទួលភារៈការងារសិល្បៈទាំងរូបិយនិងអរូបិយខួរខាងឆ្វេងទទួលភារៈការងារផ្នែកវិទ្យាសាស្ត្រផ្នែកក្នុងផ្នែកក្រៅគណនាគិតគូរវិភាគនិងពិចារណាផ្សេងៗស្ថាបត្យករត្រូវការប្រើប្រាស់ខួរក្បាលទាំងពីរផ្នែក
ទាំងព្រមស្មើគ្នាទាំងសិល្បៈសោភ័ណរូបរាងទាំងគុណភាពទាំងមុខងារនៃការប្រើប្រាស់តម្រូវការទាំងភាពជាប់មាំនិងវប្បធម៌ប្រពៃណីភូមិសាស្ត្រនោះគឺស្ថាបត្យករតែងតែគិតជាប្រចាំនៅភាពជាសិល្បៈភាពជាវិទ្យាសាស្ត្រភ្ជាប់នឹងបរិយាកាសបរិស្ថានទីកន្លែងនោះចំពោះការផលិតដំឡើងអ្វីមួយដែលភារកិច្ចរបស់ស្ថាបត្យករធ្វើដូចម្តេចឲ្យមនុស្សនិយាយជារួមឲ្យមានការរស់នៅធ្វើការសម្រាប់លំហែបានស្រួលជាទីពេញចិត្តទាំងអស់ដូច្នេះក៏ជារួមដែរស្ថាបត្យករមានចរិតគិតគូរពិចារណាអាចមានការយល់ដឹងតាមញៀនមានការវិនិច្ឆ័យដោយប្រុងប្រយ័ត្នហើយច្រើនងប់ងល់នឹងរឿងកិច្ចការរបស់ខ្លួនតាក់ទងទៅនឹងការបំបែកជំនាញស្ថាបត្យកម្មនោះស្ថាបត្យករជារួមមាន8ប្រភេទគឺប្រភេទស្ថាបត្យករឧស្សាហកម្មស្ថាបត្យករអគារអាជីវកម្មស្ថាបត្យករលំនៅឋានស្ថាបត្យកររចនាបេតុងស្ថាបត្យកររចនាទីក្រុងស្ថាបត្យករអភិរក្សស្ថាបត្យកររចនាខាងក្នុងនិងចុងក្រោយគឺស្ថាបត្យករទេសភាពដូចនេះជាសន្និដ្ឋានក្នុងការបំពេញនីតិឲ្យមនុស្សលោកទទួលបានសេចក្តីសុខគ្រប់កលៈទេសៈដោយមានស្ថាបត្យករមានព្រាហ្មណ៍និងកម្រិតកំពូលមានព្រះវិស្ណុក៏អាចកំណត់បានថាស្ថាបត្យករជាខ្សែស្រឡាយព្រាហ្មណ៍ជាសាវកព្រះវិស្ណុទទួលភារៈថែរក្សាមនុស្សលោកឲ្យរស់នៅបំពេញការងារនិងសម្រាប់លំហែបានសុខដុមក្នុងវិស័យស្ថាបត្យកម្ម